កន្លងមកនេះយើងបានឃើញហើយការងារនៃការចុះសម្បត្តិបតិកភណ្ឌគឺជាការងារមួយដែលមានសារៈសំខាន់នៅក្នុងការងារការទូតរបស់យើងអញ្ចឹងឧបករណ៍ការទូតមានច្រើនឧបករណ៍ការទូតផ្លូវការឧបករណ៍ការទូតក្រៅផ្លូវការហើយនឹងឧបករណ៍ការទូតមួយដែលយើងបានឃើញមានបានទទួលភាពជោគជ័យនោះគឺការទូតវប្បធម៌ពាក់ព័ន្ធទៅនឹងចំណុចនៃការចុះបញ្ជីបតិកភណ្ឌរបស់យើងជាពិសេសប្រាសាទព្រះវិហារនេះគឺយើងបានបង្កើតបាននៅយន្តការគណៈកម្មការនៃការអភិរក្សនិងអភិវឌ្ឍតំបន់ព្រះវិហារ ICC ព្រះវិហារនេះដែលមានការចូលរួមពីសហគមន៍អន្តរជាតិហើយនេះហើយគឺជាខ្សែក្រវ៉ាត់មួយដ៏រឹងមាំមួយដែលអាចធានាបានជាប្រវត្តិសាស្ត្រទៅលើអធិបតេយ្យភាពរបស់កម្ពុជាទៅលើសម្បត្តិបតិកភណ្ឌរបស់យើងទាំងអស់នេះអញ្ចឹងការងារនេះគឺមានសហប្រធានមហាយៈចំនួន2គឺមានសាធារណរដ្ឋឥណ្ឌាជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនជាសហប្រធាននៃ ICC ព្រះវិហាររួមទាំងសមាជិកស្ថាបនិកមួយចំនួនទៀតមានអាមេរិកមានកម្ពុជាមានថៃមានជប៉ុនមានបែលហ្ស៊ឹមមានទាំងកូរ៉េបាទការងារទាំងអស់នេះខ្ញុំចង់បញ្ជាក់ថាអ្វីដែលជាកត្តាសំខាន់នោះគឺការចូលរួមក្នុងការអភិវឌ្ឍនៅខ្សែបន្ទាត់ព្រំដែនដោយអន្តរជាតិគឺជាការងារមួយដែលមានលក្ខណៈយុទ្ធសាស្ត្រហើយយើងបានឃើញថាអាចធានាបាននៅក្នុងកម្រិតមួយក្នុងការអភិវឌ្ឍនិងអភិរក្សហើយក៏ដូចជាការកសាងតំបន់ព្រំដែនទៅជាព្រំដែនដែលមានមិត្តភាពសន្តិភាពនិងពោពេញទៅដោយកិច្ចសហប្រតិបត្តិការបងផងដែរការងារទាំង4ដែលខ្ញុំបានលើកឡើងនេះទាំងការងារពាក់ព័ន្ធទៅនឹងខ្សែក្រវ៉ាត់ទី1គឺជួរមុខកងកម្លាំងប្រអាវុធជួរមុខរបស់យើងខ្សែក្រវ៉ាត់ទី2ពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ការទូតទី3ពាក់ព័ន្ធទៅនឹងច្បាប់អន្តរជាតិហើយទី4ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់យើងនេះគឺខ្ញុំជឿជាក់យ៉ាងមុតមមក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី7នេះគឺនឹងបន្តជំរុញអភិវឌ្ឍនៅខ្សែការពារនៃដែនអធិបតេយ្យភាពក៏ដូចជាបូរណភាពទឹកដីដែលជាផលប្រយោជន៍ស្នូលរបស់កម្ពុជាយើងនេះខ្ញុំជឿជាក់ថាយ៉ាងមុតមមទៅលើបញ្ហានេះ